បាទថ្ងៃនេះព្រះសង្ឃបានធ្វើពិធីព្រះរប់អភិសេកតំណាងព្រះពុទ្ធ5ព្រះអង្គក្នុងកាត់យើងរាល់ថ្ងៃនេះបាទអញ្ចឹងក្នុងកាត់ព្រះពុទ្ធ5ព្រះអង្គមានឈ្មោះអ្វីខ្លះបាទទី1ព្រះពុទ្ធកសន្ធោលោកត្រាស់ដឹងក្រោមតាមច្រេះលោកមានព្រះជន្ម40000ព្រះវស្សាទី2ព្រះពុទ្ធកោអ្នកគមនោលោកត្រាស់ដឹងក្រោមដើមនវាមានព្រះជន្ម35000ព្រះវស្សាបាទទី3ព្រះពុទ្ធកសុបោលោកត្រាស់ដឹងក្រោមដើមជ្រៃមានព្រះជន្ម20000ព្រះវស្សាបាទទី4ព្រះសមណគោតមយើងរាល់ថ្ងៃនេះបាទលោកត្រាស់ដឹងក្រោមដើមពោធិព្រឹក្សលោកបានចូលព្រះនិព្វាន80ឆ្នាំព្រះវស្សាបាទទី5ព្រះសិហាមេត្រីលោកត្រាស់ដឹងក្រោមដើមខ្ទឹងក្រោយពុទ្ធទំនាយលោកមានព្រះជន្មបាន80000ឆ្នាំ80000ព្រះវស្សាបាទព្រះសិហាមេត្រីលោកមិនទាន់បានត្រាស់ដឹងនៅឡើយទេលោកនៅជាព្រះពោធិសត្វនៅឡើយបាទអញ្ចឹងបើខ្ញុំមានការខុសសម្ដីពាក្យពេចន៍កន្លែងណារូបភាពកន្លែងណាបានសូមអធិស្ឋានអភ័យទោសដល់រូបខ្ញុំផងបាទសូមអភ័យទោសផងបាទសាបាទសូមអរគុណច្រើនបាទមានតែប៉ុណ្្នឹងពុកម៉ែបងប្អូនណាបាទបើមានការខុសឆ្គងសូមអធិស្ឋានផងបាទអរគុណ